បាទសូមគោរពជំរាបសួរពុកម៉ែមេមីងបងប្អូនលោកយាយលោកតាប្រិយមិត្តទាំងអស់ជាទីគោរពរាប់អានបាទនៅថ្ងៃនេះផងដែរខ្ញុំបាទក៏សូមលើកយកហោរាសាស្ត្រនៃការទូទាយប្រចាំថ្ងៃសម្រាប់ចែកជូនពុកម៉ែបងប្អូនសម្រាប់នឹងទស្សនាដូចតទៅបាទសម្រាប់ថ្ងៃនេះផងដែរត្រូវនៅថ្ងៃប្រហោះទី2ខែកក្កដាឆ្នាំ2026បាទមុននឹងចូលដល់ការទូទាយហោរាសាស្ត្រប្រចាំថ្ងៃខ្ញុំបាទក៏សូមជូននៅក្បួនខ្លះសម្រាប់ក្នុងការធ្វើដំណើរថាតើទិសណាមានផលល្អនិងទិសណាដែលទទួលបានផលអាក្រក់បាទទិសដែលគួរធ្វើដំណើរទៅនៅថ្ងៃប្រហោះនេះគឺគួរធ្វើដំណើរទៅទិសអាគ្នេយ៍និងទទួលបានផលល្អហាមធ្វើដំណើរទៅទិសខាងកើតដែលអាចនាំឲ្យមានទុក្ខភ័យដល់ពុកម៉ែបងប្អូនចំពោះការមើលទៅលើទំនាយជ័យឬក្នុងការអង្គុយឲ្យមានសេរីសួស្តីជ័យមង្គលឬក្នុងការលេងល្បែងស៊ីសងអ្វីមួយនោះលោកអ្នកគួរអង្គុយនៅទិសឦសានបែរមុខទៅរកទិសអាគ្នេយ៍ទើបទទួលបាននៅផលល្អត្រឡប់មកវិញចំពោះការមើលទៅលើក្បួនកាកបាទយាមក្រឡាចាប់ពីម៉ោងមាត់រងាវរហូតដល់ម៉ោង6កន្លះព្រឹកគឺជាម៉ោងកាកបាទជាម៉ោងអន្តរាយពុំគួរធ្វើដំណើរឆ្ងាយឡើយដែលអាចនាំឲ្យខូចខាតបាត់បង់ទ្រព្យសម្បត្តិចំពោះម៉ោងចាប់ពីម៉ោង6កន្លះរហូតដល់ម៉ោង11:00គឺជាម៉ោងទទេស្អាតលោកអ្នកចេញដំណើរនៅពេលនេះគឺមិនទទួលបានផលអ្វីនោះទេហើយក៏មិនមានផលប៉ះពាល់នោះដែរចំពោះការធ្វើដំណើរចាប់ពីម៉ោង11:00រហូតដល់ម៉ោង2រសៀលគឺជាម៉ោងសិក្សាលោកអ្នកអាចធ្វើដំណើរទៅណាមកណាបានសិក្សានឹងទទួលបាននៅផលចំណូលត្រឡប់មកវិញចាប់ពីម៉ោង2:00រសៀលរហូតដល់ម៉ោង5ក៏ពុំសូវជាមានផលល្អដែរគឺជាម៉ោងគ្រោះកាចពុំគួរធ្វើដំណើរទៅណាមកណានោះទេចំពោះការធ្វើដំណើរចាប់ពីម៉ោង5:00រហូតដល់ម៉ោងចូលគេងគឺជាម៉ោងល្អណាស់លោកអ្នកទៅណាមកណាអាចធ្វើដំណើរដោយសេចក្តីសុខសាន្តនិងធ្វើអ្វីប្រកបដោយភាពជោគជ័យត្រឡប់មកវិញបាទហើយមុននឹងបន្តទៅដល់ការទូទាយនៅហោរាសាស្ត្រប្រចាំថ្ងៃខ្ញុំបាទក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិនិងអ្នកមានបារមីទាំងអស់ក្នុងលោកសូមជួយថែរក្សាពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់សូមទទួលបាននូវសេចក្តីសុខសាន្តនិងរកទទួលទានមានបានព្រមទាំងមានសុភមង្គលគ្រប់គ្នាបាទហើយថ្ងៃនេះផងដែរសម្រាប់ឆ្នាំជូតគឺរាសីខ្ពស់ត្រដែតនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរដដែលហេតុនេះហើយទោះបីជាធ្វើអ្វីក៏ដោយក៏តែងតែមានការជឿនលឿននិងហុចផលត្រឡប់មកវិញគួរជាទីពេញចិត្តសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាជួញចិត្តជួញឆ្ងាយតែងតែទទួលបានផលមកវិញជាផ្លែផ្កាគួរជាទីពេញចិត្តរីឯការធ្វើដំណើរចិត្តឆ្ងាយឃើញថាទទួលផលល្អប្រសើរទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំក៏មានភាពផ្អែមល្ហែមនិងល្អល្អឿនជាមួយនឹងគ្នាទៀតផងមកចំពោះពុកម៉ែបងប្អូនដែលកត់ឆ្នាំឆ្លូវនៅថ្ងៃនេះផងដែរឃើញថារាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតនៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់ទំនាក់ទំនងការងារឬរៀបចំកម្មវិធីអ្វីមួយចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ប្ដូរមុខរបរអ្វីមួយនោះក៏តែងតែទទួលបានផលត្រឡប់មកវិញយ៉ាងសមប្រកបរីឯការធ្វើដំណើរចិត្តឆ្ងាយឃើញថាទទួលផលល្អទាំងពេលទៅនិងពេលត្រឡប់មកវិញថែមទាំងមានអ្នកជុំវិញរាប់អានទទួលរាក់ទាក់ទៀតផងរីឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំក៏ឃើញថាមានភាពស្រស់ស្រាយផ្អែមល្ហែមនិងមានភាពកក់ក្ដៅនៅក្នុងជីវិតមកសម្រាប់លោកអ្នកដែលកើតឆ្នាំខាលនៅថ្ងៃនេះរាសីស្រត់ចុះនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេរកកិច្ចការងារក៏ឃើញថាតែងតែមានភាពប្រទាំងប្រទើសនិងបញ្ហាជាច្រើនចូលមករារាំងសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញឃើញថាពុំសូវជាទទួលបានផលកាក់កបត្រឡប់មកវិញនោះឡើយឯការធ្វើដំណើរចិត្តឆ្ងាយទៀតសោតនោះលោកអ្នកគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទើបជាការប្រសើរចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំឃើញថាពុំសូវជាមានបញ្ហាអ្វីនោះទេឆ្នាំថោះរិស័យខ្ពស់ត្រដែត
បាននៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានភាពជឿនលឿនក្នុងនោះមិនថាជារឿងការងារឬរឿងប្រកបរបររកស៊ីនោះទេក៏តែងតែទទួលបានផលត្រឡប់មកវិញជាផ្លែផ្កាគួរឲ្យកត់សម្គាល់ការធ្វើដំណើរជិតឆ្ងាយក៏ឃើញថាមានភាពរលូនទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះឯសេចក្តីស្នេហាទៀតសោតក៏កាន់តែមានភាពផ្អែមល្ហែមនិងមានសុភមង្គលនៅក្នុងជីវិតឆ្នាំរោងរិស័យល្អមធ្យមនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកហាក់ដូចជាមានភាពប្រទាំងប្រទើសនិងបញ្ហាខ្លះៗចូលមកយាយីដូច្នេះហើយរាល់ការធ្វើអ្វីមួយលោកអ្នកគួរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទើបជាការប្រសើរចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះទៀតសោតក៏ឃើញថាមានភាពប្រដេះប្រដប់ទើសមុខទើសក្រោយពុំមានភាពរលូនប្រមាណនោះឡើយចំពោះការធ្វើដំណើរជិតឆ្ងាយឃើញថាទទួលផលល្អទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំឃើញថាមានការថ្នាំងថ្នាក់និងពុំសូវយល់ចិត្តគ្នាប្រមាណនោះទេនៅថ្ងៃនេះឆ្នាំម្សាញ់រិស័យល្អមធ្យមនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានបញ្ហាខ្លះតែមិនមានអ្វីជាធំដុំនោះឡើយដូច្នេះហើយលោកអ្នកគួរតែមានការប្រុងប្រយ័ត្នចំពោះរាល់កិច្ចការទើបជាការប្រសើរឯអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញពុំសូវជាមានភាពរលូនប្រមាណនោះទេការរកប្រាក់ចំណូលគឺត្រឹមបានតែចិញ្ចឹមក្រពះតែប៉ុណ្ណោះការធ្វើដំណើរជិតឆ្ងាយគួរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទើបជាការប្រសើរឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានការរកម្មរកុសតិចតួចតែមិនជាបញ្ហាអ្វីធំដុំនោះឡើយឆ្នាំមមីរាសីខ្ពស់ត្រដែតនៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់លោកអ្នកមានការទំនាក់ទំនងឬរៀបចំពិធីអ្វីមួយផងចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ប្ដូរមុខរបរថ្មីជាឱកាសប្រពៃណាស់ការធ្វើដំណើរទីជិតទីឆ្ងាយជួបនូវភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគួរជាទីកក់ក្ដៅឆ្នាំមមែរិស័យល្អមធ្យមនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានបញ្ហាខ្លះតែមានការខ្វះមុខខ្វះក្រោយនិងត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទើបជាការប្រសើរសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញពុំសូវជាមានភាពកាក់កបប្រមាណនោះទេរាល់ការទិញចូលលក់ចេញឃើញថាមានភាពប្រទាំងប្រទើសជាញឹកញាប់ឯការធ្វើដំណើរជិតឆ្ងាយពុំសូវជាមានបញ្ហានោះឡើយចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំឃើញថាមានភាពប្រកម្មរកុសខ្លះតែបើសិនជាលោកអ្នកមានការអត់ធ្មត់ក៏ពុំមានបញ្ហាអ្វីធំដុំនោះដែរឆ្នាំវករិស័យស្រុតចុះនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនមានភាពល្អប្រសើរនោះទេរាល់ការធ្វើអ្វីក៏ដោយឃើញថាតែងតែមានបញ្ហាជួបមករារាំងឥតឈប់ឈរចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញក៏ពុំមានចំណូលចូលមកវិញច្រើននោះទេជាពិសេសការធ្វើដំណើរទៅរកស៊ីផ្លូវឆ្ងាយក៏ពុំមានជាភាពកាក់កបត្រឡប់មកវិញនោះដែរដូច្នេះហើយលោកអ្នកគួរមានការអត់ធ្មត់ឲ្យបានច្រើនទើបប្រសើរនៅថ្ងៃនេះចំពោះការធ្វើដំណើរជិតឆ្ងាយមានភាពប្រទាំងប្រទើសនិងបញ្ហាជាច្រើនគួរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទើបជាការប្រសើររីឯសេចក្តីស្នេហាប្រុសស្រីក៏ពុំសូវជាល្អដែរនៅថ្ងៃនេះឆ្នាំរការិស័យខ្ពស់ត្រដែតនៅថ្ងៃនេះមានជោគមានរិស័យហើយបើទោះជាធ្វើអ្វីក៏ដោយក៏តែងតែមានភាពរីកចម្រើននិងជោគជ័យត្រឡប់មកវិញគួរជាទីកប់ប្រសើរសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះឃើញថាទទួលបានផលល្អជាច្រើនឯការធ្វើដំណើរជិតឆ្ងាយទៀតសោតក៏ទទួលបាននូវផលសម្រាប់ទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំឃើញថាមានភាពជឿនលឿនទៅមុខនិងផ្អែមល្ហែមឆ្នាំចរិស័យខ្ពស់ត្រដែតនៅថ្ងៃនេះទទួលផលល្អសម្រាប់ទំនាក់ទំនងការងារឬរៀបចំពិធីអ្វីមួយផងចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកមានការទិញចូលលក់ចេញក៏ឃើញថាមានភាពផ្សំប្រកប
គួរជាទីកត់សម្គាល់ឯការធ្វើដំណើរចិត្តឆ្ងាយក៏ទទួលបាននូវភាពសុខសាន្តចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំពោះម៉ាយមីម៉ាយក្តីក៏មានភាពល្អកល្អឿននិងផ្អែមល្ហែមគួរជាទីពេញចិត្តឆ្នាំកុលរិស័យខ្ពស់ត្រដែតនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានភាពល្អប្រសើរហេតុនេះហើយធ្វើអ្វីក៏ដោយក៏តែងតែទទួលបានផលមកវិញជាផ្លែផ្កាគួរជាទីពេញចិត្តឯអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញក៏កាន់តែល្អប្រសើរទទួលបានផលកម្រៃជាច្រើនការធ្វើដំណើរចិត្តឆ្ងាយមានភាពសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះសេចក្តីស្នេហាក៏ដូចឆ្នោះដែរឃើញថាមានការជឿនលឿននិងផ្អែមល្ហែមរវាងគ្នានឹងគ្នាលើសសពមួយដងបាទសម្រាប់ហោរាសាស្ត្រប្រចាំថ្ងៃនៅថ្ងៃនេះផងដែរក៏សូមបញ្ចប់តែត្រឹមនេះបាទមុននឹងបញ្ចប់ផងដែរខ្ញុំបាទក៏សូមជូនពរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់ជួបតែសេចក្តីសុខសាន្តនិងទទួលបានប្រាក់ចំណូលច្រើនគ្រប់ក្រុមគ្រួសារបាទសូមអរគុណសូមជម្រាបលា